សួរបងប្អូនថ្ងៃនេះខ្ញុំមកបេះផ្កាស្មៅដែលហៅនៅនេះហៅពីសាមីចាខ្ញុំឃើញបងស្រីម្នាក់គាត់ធ្វើសម្លបកគោជាមួយផ្កាហ្នឹងហើយនេះស្ទាខ្ញុំមកសាកបងធ្វើតាមគាត់មើលហើយយើងមកសាកបងដល់បងប្អូនតែគេផ្ទះរបស់នេះខ្ញុំមានច្រើនតែខ្ញុំមកសាកបងបេះអាណាខ្ចីខ្ចីយើងយកទៅធ្វើសាកមើលចាបងប្អូនណាខ្លះដែលបានសាកបងខមមិននៅខាងក្រោមជួយប្រាប់ខ្ញុំផងថារសជាតិត្រឹមតែឆ្ងាញ់បែបម៉េចចាខ្ញុំធ្លាប់តែឃើញជនជាតិសាសន៍នៅទីនេះគាត់បេះផ្កាហ្នឹងយកទៅត្រាំជាមួយនឹងទឹកឃ្មុំដើម្បីផឹកជំនួសតែជំនួសអីចឹងណាតែគាត់ថាយកទៅស្អធ្វើជាម្ហូបខ្ញុំតែធ្វើទេហើយអត់ឲ្យឃើញតែបងស្រីម្នាក់គាត់បានធ្វើហើយលើទៅតំណងដែរគាត់ថាគឺជាឆ្ងាញ់ម្យ៉ាងជំនួសនឹងស្លឹកត្រួយម្រះត្រួយអីចឹងណាហើយខ្ញុំថាថ្ងៃនេះខ្ញុំសាកបងមើលហើយយើងខ្ញុំខាងបងប្អូនតើបងប្អូនណាដែលមិនទាន់ស្គាល់យើងសាកបងទាំងអស់គ្នាចាខ្ញុំមកបេះនៅក្រៅផ្ទះនេះព្រោះអត់មានអ្នកចេញចូលដើរជន់ដើរអីបានពេលទៅមានស្គាល់ក្នុងការធ្វើបងប្អូនណាចាមានច្រើនណាស់បងប្អូននេះគាត់ថាពីខ្លះទៅធ្វើអីស្រស់ស្អាតកាក់ស្អាតចាឥឡូវខ្ញុំបេះប៉ុណ្ណឹងសិនយកទៅសាកប៉ុណ្ណឹងសិនចាំមើលថារសជាតិបែបណាដែរអញ្ចឹងតោះយកទៅធ្វើម្ហូបទាំងគ្នា
នេះផ្កានេះពីសំលីនេះស្លឹកឆ្ងាញ់យ៉ាងបងប្អូនរសជាតិនិយាយទៅដូចត្រួយម្រះបងប្អូនណាចូលចិត្តញ៉ាំត្រួយម្រះណាចាស្វីងគ្នាបងប្អូនមានជាតិល្វីងតិចហើយផ្លែកម្យ៉ាងដែរតែគាត់ថាញ៉ាំច្រើនមិនដឹងណាថាមានអីប៉ុន្តែយូរញ៉ាំម្ដងមានឆ្ងាញ់មែនឆ្ងាញ់ស្លកកកូមកមុខនេះឆ្ងាញ់ញ៉ាំទៅជ្រុកហើយល្វីងតិចមានរសជាតិមានជាតិឆ្ងាញ់បងប្អូនណាចាអត់បានធ្វើសាក់បងធ្វើទៅហើយសម្រាប់បងប្អូននេះគាត់ពេញនិយមនឹងធ្វើចាហើយមានអីដែលយោបល់អីល្អអាចឲ្យប្រាប់ជួយប្រាប់នាងខ្ញុំផងហើយដូចអាចធ្វើមុខម្ហូបឲ្យបានខ្លះទៀតអាចសរសេរខាងក្រោមប្រាប់នាងខ្ញុំផងអរគុណច្រើនបងប្អូនចាជំរាបលា